ក្មេងស្រីតូចបានសម្លឹងទៅកាន់បុរសម្នាក់នៅលើយន្តហោះស្រាប់តែនាងបានប្រទះឃើញលេខ0នៅលើក្បាលបុរសនោះពេលនោះនាងក៏បានប្រាប់ម្ដាយរបស់នាងថាបុរសនេះច្បាស់ជាស្លាប់ក្នុងពេលឆាប់ៗនេះមិនខានបុរសនោះបានស្ដាប់លើសម្ដីរបស់ក្មេងតូចហើយធ្វើឲ្យគេមានអារម្មណ៍ថាខឹងនឹងនាងជាខ្លាំងដោយនិយាយថាក្មេងនេះនិយាយស្អីនឹងហើយស្ត្រីជាម្ដាយក៏បាននិយាយទៅកាន់បុរសនោះថាសូមទោសលោកកូនស្រីរបស់ខ្ញុំនាងអាចមើលដឹងអំពីពេលវេលានៃការស្លាប់របស់មនុស្សលេខនៅលើក្បាលគឺជាចំនួនថ្ងៃនៃការមានជីវិតរបស់លោកតែលេខនៅលើក្បាលរបស់លោកនៅពេលនេះគឺ0បុរសនោះក៏បានតបថានាងនិយាយផ្ដេសផ្ដាសស្អីនឹងពិតជាស៊ូយមែនបន្តិចក្រោយមកស្ត្រីម្នាក់ដែលជាអ្នករួមដំណើរម្នាក់ទៀតក៏បានដើរមកក្មេងស្រីនោះក៏បានឃើញលេខ0នៅលើក្បាលរបស់នាងដែរដោយមានការងឿងឆ្ងល់ក្មេងស្រីនោះក៏បានសម្លឹងទៅកាន់មនុស្សគ្រប់គ្នានៅលើយន្តហោះពេលនោះនាងក៏បានឃើញនៅលើក្បាលអ្នកទាំងនោះគឺសុទ្ធតែមានលេខ0នាងក៏បាននិយាយទៅកាន់ម្ដាយរបស់នាងថាហេតុអ្វីបានជានៅលើក្បាលរបស់មនុស្សគ្រប់គ្នាគឺសុទ្ធតែមានលេខ0បែបនេះស្ត្រីជាម្ដាយបានទាញក្មេងស្រីចុះហើយនាងគិតក្នុងចិត្តថាយន្តហោះនេះច្បាស់ជាមានបញ្ហាអ្វីមិនខានពេលនោះអ្នកបម្រើនៅលើយន្តហោះក៏បានដើរមកប្រាប់ពួកនាងឲ្យដាក់ខ្សែក្រវ៉ាត់ព្រោះតែយន្តហោះជិតចេញដំណើរហើយភ្លាមនោះស្ត្រីជាម្ដាយក៏បានក្រោកឈរឡើងហើយនិយាយទៅកាន់អ្នកបម្រើនោះថាយន្តហោះនេះមិនអាចហោះចេញបានទេព្រោះយន្តហោះនេះគឺច្បាស់ជាធ្លាក់មិនខាននាងបានព្យាយាមនិយាយប្រាប់ទៅកាន់មនុស្សគ្រប់គ្នានៅលើនោះថាពួកគេនឹងស្លាប់តែគ្មាននរណាម្នាក់ជឿសម្ដីរបស់នាងនោះទេហើយពួកគេបានស្ដីបន្ទោសឲ្យនាងថានិយាយផ្ដេសផ្ដាសហើយទាមទារឲ្យនាងបង្ហាញនៅហេតុផលស្ត្រីជាម្ដាយក៏បាននិយាយប្រាប់ពួកគេថាកូនស្រីរបស់ខ្ញុំគឺជាមនុស្សពិសេសនាងអាចមើលឃើញអំពីពេលវេលានៃការស្លាប់ពេលនោះស្ត្រីជាម្ដាយក៏បាននិយាយរំលឹកពេលវេលាមួយដែលនាងនិងកូនស្រីបានវិលត្រឡប់មកពីសាលាកូនស្រីនាងបានប្រាប់ថានាងបានយល់សប្តិឃើញលោកយាយរបស់នាងបានផ្ដល់នូវការដូរពិសេសមួយដល់នាងនោះគឺនាងអាចមើលឃើញពេលវេលានៃការស្លាប់របស់មនុស្សភ្លាមនោះស្រាប់តែមានស្ត្រីម្នាក់បានដើរកាត់ដោយនៅលើក្បាលរបស់ស្ត្រីនោះគឺមានលេខ0កូនស្រីនាងក៏បានសួរទៅកាន់ស្ត្រីនោះថាតើបងស្រីមានជំងឺមែនទេហើយបងស្រីនឹងស្លាប់នៅក្នុងពេលឆាប់នេះបែបទេឬកូនស្រីនិយាយបែបនោះម្ដាយក៏បានយកដៃទៅបិទមាត់របស់នាងព្រោះគិតថាវាគឺជាពាក្យអសុរោះស្រីនោះក៏បានស្រីបន្ទោសឲ្យនាងហើយក៏ដើរចេញស្ត្រីជាម្ដាយក៏បានប្រាប់ក្មេងស្រីថាមិនឲ្យនិយាយបែបនេះទៀតស្ត្រីជាម្ដាយមិនទាន់ទាំងនិយាយចប់ផងស្ត្រីម្នាក់នោះក៏ត្រូវបានរបស់មួយធ្លាក់ពីខាងលើធ្វើឲ្យនាងស្លាប់ដោយពាក្យដែលកូនស្រីនាងបាននិយាយមែនទើបនាងជឿថាអ្វីដែលកូនស្រីរបស់នាងនិយាយគឺជាការពិតហើយនៅពេលនេះគឺលេខដែលនៅលើក្បាលរបស់អ្នករាល់គ្នាគឺ0ចឹងយន្តហោះនេះគឺច្បាស់ជាធ្លាក់មិនខានតែទោះជានាងខំនិយាយពន្យល់ពួកគេយ៉ាងណាក៏ដោយក៏មនុស្សនៅលើយន្តហោះនេះមិនព្រមជឿនាងដែរពួកគេថែមទាំងឲ្យសន្តិសុខឲ្យមកដេញពួកនាងចេញទៀតផងសន្តិសុខបានព្យាយាមទាញស្ត្រីជាម្ដាយឲ្យចេញពីយន្តហោះតែក្មេងតូចនោះក៏បានព្យាយាមរត់ទៅជួយម្ដាយរហូតធ្វើឲ្យនាងដួលពេលនោះស្រាប់តែមានបុរសម្នាក់បានចេញមកពីកន្លែងកៅអីពិសេសទៅលើក្មេងតូចនោះហើយនៅពេលដែលក្មេងតូចនោះបានឃើញមុខរបស់បុរសនោះភ្លាមនាងក៏បានហៅបុរសនោះថាជាប៉ារបស់នាងធ្វើឲ្យស្ត្រីជាម្ដាយនិងបុរសម្នាក់នោះមានការភ្ញាក់ផ្អើលជាខ្លាំងហើយបុរសនោះបានប្រាប់ក្មេងតូចនោះថាក្មេងតូចក្មួយច្រឡំមនុស្សហើយខ្ញុំមិនមែនជាប៉ារបស់ឯងនោះទេក្មេងតូចនោះក៏តបទៅបុរសនោះថាអត់ទេប៉ាគឺជាប៉ារបស់ខ្ញុំព្រោះខ្ញុំបានឃើញប៉ានៅក្នុងយល់សប្តាហ៍ពីលើកមុនពេលនោះអ្នកដំណើរស្រីម្នាក់បានស្រែកឡើងថាតើពួកអ្នកអាចយករឿងគ្រួសាររបស់អ្នកទៅដោះស្រាយក្រោយពេលចេញពីយន្តហោះបានទេព្រោះអ្នកកំពុងតែធ្វើឲ្យខាតពេលអ្នកដំណើរផ្សេងទៀតហើយអ្នកដំណើរផ្សេងទៀតក៏បានស្រែកដេញពួកគេចេញពីយន្តហោះផងដែរពេលនោះបុរសម្នាក់នោះក៏បានសម្រេចចិត្តចាក់ចេញជាមួយស្ត្រីជាម្ដាយនិងក្មេងតូចនោះបន្តិចក្រោយមកយន្តហោះនោះក៏បានហោះចេញធ្វើឲ្យអ្នកដំណើរនៅលើយន្តហោះនោះមានការសប្បាយចិត្តជាខ្លាំងយន្តហោះនោះហោះចេញមិនទាន់បានប៉ុន្មានផងកញ្ចក់ខាងមុខរបស់យន្តហោះក៏បានបែកធ្វើឲ្យអ្នកបើកបរគ្រប់គ្រងយន្តហោះនោះលែងបានហើយយន្តហោះក៏ចាប់ផ្ដើមធ្លាក់ហើយសន្តិសុខនៅប្រលានយន្តហោះក៏បានដើរមករកបុរសនិងស្ត្រីជាម្ដាយដោយប្រាប់ពួកគេអំពីដំណឹងនៃការធ្លាក់របស់យន្តហោះលេខ5332ដែលពួកគេបានជិះនិងសុំពួកគេការស៊ើបអង្កេតពីមូលហេតុដែលពួកគេបានចាក់ចេញពីយន្តហោះដោយម្ដាយរបស់ក្មេងស្រីបានធ្វើការរៀបរាប់នៅអ្វីដែលកូនស្រីរបស់នាងបានឃើញទៅកាន់សន្តិសុខបន្ទាប់មកពួកគេក៏បានឲ្យពួកគេចុះហត្ថលេខាលើឯកសាររួចចាក់ចេញចំណែកឯលោកឆេនឯនេះវិញគេក៏ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញផងដែរពេលនោះគេក៏បានគិតដល់ពាក្យសម្ដីដែលក្មេងស្រីបាននិយាយតាក់ទងនឹងសេចក្តីស្លាប់ព្រោះគេនឹកស្មានមិនដល់ថារឿងទាំងនោះអាចជាការពិតសោះភ្លាមនោះស្រាប់តែអង្គរៈម្នាក់បានរត់មករកគេយ៉ាងប្រញាប់ហើយប្រាប់លោកឆេនថាលោកយាយរបស់គេគឺបានបាត់ខ្លួនទៅហើយធ្វើឲ្យគេមានការខឹងសម្បាជាមួយអង្គរៈនោះយ៉ាងខ្លាំងហើយគេក៏បានប្រញាប់ចេញទៅតាមរកលោកយាយភ្លាមក្រឡេកមកមើលចាងយាននិងយូនៀនឯនេះវិញពួកគេបានកំពុងតែធ្វើដំណើរត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវពួកគេក៏បានជួបជាមួយចាងលៀងដែលត្រូវជាប្អូនស្រីរបស់ចាងយានដោយនាងបានដើរមករកចាងយាននិងកូនស្រីទាំងកំរោលហើយនិយាយទៅកាន់ពួកគេថាចាងយានតើបងទៅមកពីណាហេតុអ្វីបានជាបងមិនទៅជួបបុរសដែលខ្ញុំបានណាត់ឲ្យជួបហើយថែមទាំងមិនទទួលទូរស័ព្ទរបស់ខ្ញុំទៀតហើយយូនៀនក៏បានហៅចាងលៀងថាមីងព្រោះនាងចង់ឆ្លើយជំនួសម្ដាយនាងតែចាងលៀងបានស្រែកឲ្យនាងបិទមាត់ហើយស្ដីបន្ទោសឲ្យយូនៀងថានាងត្រឹមតែជាកូនអត់ឪពុកនាងគ្មានសិទ្ធិអីហៅយើងថាមីងនោះទេ
ចាងយានលឺដូចនោះនាងក៏ធ្វើពុតជាឲ្យយូនានយកការ៉ែមទៅដាក់ក្នុងធុងសម្រាមរួចនាងក៏បានទះកំភ្លៀងរបស់ចាងលៀងមួយដៃហើយនិយាយថាចាងលៀងហេតុអ្វីបានជានាងហ៊ាននិយាយដាក់យូនានដូច្នេះចាងលៀងបានតបថាបងហ៊ានវាយខ្ញុំផងចាងយានក៏បានទះកំភ្លៀងចាងលៀងមួយដៃទៀតហើយនិយាយថាប្អូនស្រីដែលគ្មានគុណធម៌គួរតែប្រដៅចឹងហើយចាងយានក៏បានរំលឹកដល់រឿងកាលពី5ឆ្នាំមុនដែលចាងលៀងបានដាក់ថ្នាំសណ្ដុំលើចាងយានក្នុងបំណងជួលប្រុសឲ្យដេកជាមួយដើម្បីបំផ្លាញកេរ្តិ៍ឈ្នោះរបស់នាងតែចៃដន្យនៅថ្ងៃនោះលោកឈៀងដែលកំពុងត្រូវបានសត្រូវតាមប្រហារគេក៏បានរត់ចូលទៅក្នុងបន្ទប់នោះដើម្បីលាក់ខ្លួនរួចហើយគេក៏បានបំពានទៅលើចាងយានទាំងពេលដែលនាងមិនដឹងខ្លួន